សម្រាប់បាយឆាមួយមុខនេះខ្ញុំចំណាយពេលតែ5នាទីឯងបានញ៉ាំឲ្យបងចំពោះគ្រឿងផ្សំខ្ញុំមានបាយសសាច់គោខ្ញុំច្រាំឲ្យម៉ត់ម្ទេសនិងខ្ទឹមបុកជាមួយគ្នាតែកុំឲ្យម៉ត់ពេកខ្ញុំមានពងទាមួយគ្រាប់ទៀតនិងម្រះព្រៅបងអាចប្រើពងមាន់ក៏បានដែរបន្ទាប់ពីដាក់ប្រេងឆាហើយខ្ញុំគោះពងទាចូលពងទាខ្ញុំដាក់តែមួយគ្រាប់ឯងបងដោយសារតែខ្ញុំឆាបាយតែមួយចាននោះចាំបន្ទាប់ពីឆាពងទាឲ្យរាងបែកតិចហើយខ្ញុំចាក់ម្ទេសនិងខ្ទឹមចូលហើយក៏អត់ភ្លេចជាមួយនឹងទឹករសជាតិសញ្ញារូបពូជចុងភៅប្រឡាក់ក៏បានឆាក៏បានសំខាន់អ្នកដែលអត់ចេះធ្វើម្ហូបសោះក៏អាចធ្វើបានដែរឲ្យតែមានទឹកប្រឡាក់សាច់មួយមុខនឹងបន្ទាប់ពីឆាគ្រឿងចូលគ្នាជាមួយពងទាហើយខ្ញុំចាក់សាច់គោចូលសាច់គោឆាប់ឆ្អិនហើយអញ្ចឹងខ្ញុំអត់ទុកយូរខ្ញុំដាក់បាយចូលបន្តជ្រុំបាយឲ្យបែកឲ្យវារសោះណាបងឆាបាយឲ្យចូលគ្រឿងបានល្អហើយខ្ញុំដាក់ម្រះព្រៅចូលត្រឡប់ឡើងត្រឡប់ចុះតិចតួចទៅដូចជាការស្រេចហើយបងសម្រាប់សាច់គោបងអត់ចង់ច្រាមទេបងហាន់ប្រទេសធម្មតាក៏បានដែរណាគ្រាន់ថាពេលដែលច្រាមចេះបាយនិងសាច់គោចូលគ្នាបានល្អពេលដែលញ៉ាំទៅកាន់តែមានរសជាតិឆ្ងាញ់